សូមអបអសាទរអ្នកនាងជាងអ្នកនឹងលោក Shen ចង់បានកូនបន្ទាប់ពីព្យាយាម2 ឆ្នាំទីបំផុតអ្នកមានផ្ទៃពោះពិតមែនទេអ្នកពិតជាមានផ្ទៃពោះ6 សប្តាហ៍នៅក្នុងស្បូនមែនអរគុណលោកវិជ្ជបណ្ឌិតយូបៃអ្នកនឹងក្លាយជាឪពុកហើយតើកិច្ចព្រមព្រៀងលែងលះរួចរាល់ហើយឬនៅតាមពិតទៅយូបៃចង់លែងលះពីខ្ញុំលោកមេធីវីសិនបានផ្ញើវាទៅផ្ទះចាស់រួចហើយរងចាំតែហត្ថលេខារបស់ប្រពន្ធខ្ញុំទេបងប្រុសយូបៃតើអ្នកពិតជាចង់ឲ្យគាត់ចុះហត្ថលេខានៅថ្ងៃនេះមែនទេតើគាត់នឹងអាចទទួលយកវាបានទេគាត់គ្មានសិទ្ធិបដិសេធទេគឺលោក Chen Xiu ប៉ុន្តែគាត់បានរៀបការជាមួយអ្នកអស់រយៈពេល2 ឆ្នាំហើយគឺត្រឹមតែ2 ឆ្នាំប៉ុណ្ណោះអាពាហ៍ពិពាហ៍នេះគឺជាកំហុសតាំងពីដំបូងខ្ញុំមិនព្យាយាមបង្ខំអ្នកឲ្យលែងលះគ្នាទេបងប្រុសយូបៃខ្ញុំគ្រាន់តែព្រួយបារម្ភថាមនុស្សនឹងនិយាយដើមគេអំពីខ្ញុំប្រសិនបើខ្ញុំទុកទ្រព្យសម្បត្តិរបស់ខ្ញុំចោលបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នោះមនុស្សគ្រប់គ្នានិយាយថាខ្ញុំខ្លាចជាបែបនេះដោយសារតែអ្នកប៉ុន្តែបងប្អូនជីដូនមួយរបស់ខ្ញុំនៅតែនៅទីនេះតើខ្ញុំជាអ្វីត្រឹមតែ2 ឆ្នាំប៉ុណ្ណោះរឿងនេះខុសតាំងពីដើមមកពួកគេបានគ្រោងទុករឿងនេះតាំងពីយូរយារណាស់មកហើយវាបង្ហាញថាវាគ្រាន់តែជាខ្ញុំតាំងពីដើមមកស្រមៃដោយល្ងងខ្លៅអំពីអនាគតរបស់ខ្ញុំជាមួយគាត់កុំគិតច្រើនពេកខ្ញុំនឹងពន្យល់អ្នកមួយម៉ាត់ចុះបងប្អូនជីដូនមួយរបស់ខ្ញុំនៅយប់នោះវិញចុះបើគាត់បដិសេធមិនលែងលះគាត់នឹងចុះហត្ថលេខាម្ដាយរបស់គាត់ស្ថិតនៅក្នុងមន្ទីរពេទ្យដោយពឹងផ្អែកលើគ្រូសាសេនដើម្បីបង្រៀនអ្នកចង់ឲ្យមីងលីនបង្ខំគាត់មែនទេវាមិនមែននិយាយអំពីការបង្ខំគាត់ទេគាត់នឹងដឹងពីអ្វីដែលសំខាន់ខ្ញុំកំពុងមានការឈឺចាប់បងប្រុសបរាជ័យខ្ញុំមានអារម្មណ៍ណែនបន្តិចនៅក្នុងទ្រូងរបស់ខ្ញុំគ្រូពេទ្យបាននិយាយថាខ្ញុំមិនអាចត្រូវបានជំរុញទេសូមកុំទៅនាងមានផ្ទៃពោះហេតុអ្វីបានជាគាត់ត្រឡប់មកវិញបងប្រុសយូបៃខ្ញុំខឹងខ្លាំងណាស់សូមកុំទៅលោកជាងវ៉ាន់ថេងត្រឡប់ទៅផ្ទះចាស់វិញក្នុងរយៈពេល40នាទីហើយចុះហត្ថលេខាលើកិច្ចព្រមព្រៀងលែងលះតើអ្នកចង់បន្តប្រើប្រាស់កនីថែទាំពិសេសរបស់ម្ដាយអ្នកដែរឬទេខ្លឹងវាដោយខ្លួនឯងទីរោគតោះមិនទាន់ប្រាប់គាត់ផងតើប្រពន្ធរបស់អ្នកទៅមន្ទីរពេទ្យម្ដងទៀតទេទៅផ្ទះចាស់របស់គ្រូសាសេនក្មេងនៅក្នុងសាលពេលល្ងាចសិនយូបៃមិនត្រូវដឹងរឿងនេះឡើយអ្នកនាងជាងនិងអ្នកស្រីជាងកំពុងរងចាំអ្នកនៅខាងក្នុងនៅពេលនោះខ្ញុំមានអារម្មណ៍ដូចជាខ្ញុំត្រូវបានចាក់ដោយពាក្យទាំង3នោះរៀបការបាន2 ឆ្នាំខ្ញុំមិនដែលជាអ្នកស្រីសិននៅក្នុងគ្រួសារសិនទេបានចុះហត្ថលេខាសំណងផ្ទះនិងការចំណាយលើការព្យាបាលម្ដាយរបស់អ្នកក្រុមគ្រួសារ Shen នឹងធ្វើការរៀបចំប្រសិនបើខ្ញុំមិនចុះហត្ថលេខាទេលីនយូឡាននឹងត្រូវផ្ទេរចេញពីអង្គភាពថែទាំដែលពឹងផ្អែកខ្លាំងនៅថ្ងៃស្អែកគាត់ទើបតែវះកាត់រួចដូច្នេះអ្នកសមនឹងស្លាប់លោកជាងវ៉ាន់ថេងអ្នកបានពន្យាពេលព្យាបាលជំងឺវីតេលេហ្គោអស់រយៈពេល2 ឆ្នាំហើយគ្រាន់ហើយខ្ញុំចង់និយាយថាខ្ញុំមានផ្ទៃពោះខ្ញុំនឹងសិនយីបៃមានកូនម្នាក់ប៉ុន្តែខ្ញុំមិនអាចប្រាប់អ្នកណាបានទេប្រសិនបើគ្រូសា Shen ដឹងថាក្មេងនោះមានមែនតើអ្នកនឹងប្រែក្លាយកូនរបស់អ្នកទៅជាប្រភពនៃការស្អប់ចំពោះខ្ញុំទេស៊ូយ៉ាវហេតុអ្វីបានជាអ្នកនៅទីនេះដែរកុំរត់លេងខណៈពេលដែលអ្នកនៅតែមិនទាន់ជាសះស្បើយពេញលេញខ្ញុំខ្លាចបងប្អូនជីដូនមួយរបស់ខ្ញុំនឹងយល់ច្រឡំអំពីព្រះបន្លាឆៃបេដូច្នេះខ្ញុំចង់មកពន្យល់ពីអ្វីពន្យល់ពីមូលហេតុដែលអ្នកដឹងមុនខ្ញុំប្តីខ្ញុំចង់លែងលះនោះមិនមែនជាអ្វីដែលខ្ញុំចង់មានន័យទេបងប្រុសជាងវ៉ានថាងកុំនិយាយអាក្រក់ពេកខ្ញុំនឹងឲ្យអ្នកដាក់កិច្ចព្រមព្រៀងនៅទីនេះពួកគេថែមទាំងបានប្រថុយជីវិតម្ដាយខ្ញុំទៀតផងឥឡូវអ្នកគិតថាខ្ញុំនិយាយអាក្រក់មែនទេការដកវាចេញនឹងមិនល្អសម្រាប់មនុស្សគ្រប់គ្នាតើអ្នកណាអាក្រក់ដើម្បីអ្នកឬដើម្បីគាត់បងយូបៃសូមកុំធ្វើបែបនេះអីបងប្អូនជីដូនមួយរបស់ខ្ញុំពិតជាសោកសៅពេកហើយគាត់មិនហ៊ានធ្វើបែបនេះទេក្នុងរយៈពេល2 ឆ្នាំកន្លងមកគាត់បានចាប់ Shen Yabe ដោយមិនស្ទាក់ស្ទើរប៉ុន្តែ Chen Xiao គ្រាន់តែត្រូវការធ្វើឲ្យភ្នែករបស់នាងឡើងក្រហមបន្ទាប់មក Shen Yabe នឹងនៅខាងគាត់ហត្ថលេខាខ្ញុំសម្លឹងមើលពាក្យទាំង4នោះវាពិតជាមិនសមហេតុផលតតែសោះអាពាហ៍ពិពាហ៍មួយត្រូវបានបំផ្លាញនៅទីបញ្ចប់មានតែពាក្យ4ប៉ុណ្ណោះដែលនៅសល់នៅពេលដែលអ្នកបានចុះហត្ថលេខារួចហើយសូមឈប់បង្កបញ្ហាទៀតសិនយូបៃតើអ្នកធ្លាប់គិតថាអ្នកអាចនឹងស្ដាយក្រោយទេការសោកស្ដាយបំផុតរបស់ខ្ញុំនោះជាពេលដែលខ្ញុំយល់ព្រមនឹងអាពាហ៍ពិពាហ៍នេះផ្លាស់ទីចេញនៅថ្ងៃស្អែកកុំបារម្ភពីការបរាជ័យទៀតអីបងយូបៃខ្ញុំមានអារម្មណ៍វិលមុខបន្តិចអ្នកនាងជាងស្ថានភាពម្ដាយរបស់អ្នកកាន់តែយ៉ាប់យ៉ឺនភ្លាមត្រូវការជួយសង្គ្រោះជាបន្ទាន់ខ្ញុំនឹងនៅទីនោះភ្លាមប្រាក់ត្រូវបានផ្ដល់ឲ្យអ្នកហើយឈប់ប្រើម្ដាយរបស់អ្នកជាលេសក
គាត់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហើយមន្ទីរពេទ្យបាននិយាយថាគាត់អាចឈប់បានខ្ញុំជាកូនស្រីរបស់លីនយូហៀនម៉ាក់ខ្ញុំសុខសប្បាយជាទេអ្នកជំងឺស្រាប់តែមានការហូរឈាមច្រើនហើយត្រូវការវះកាត់ជាបន្ទាន់សមាជិកគ្រួសារគួរតែទៅបង់ថ្លៃសេវាដែលនៅសល់ជាមុនសិនតើលុយមិនតែងតែហូរចូលកាន់នៃគ្រួសារសិនទេវាបានឈប់កន្លះម៉ោងមុនវាគឺភ្លាមបន្ទាប់ពីខ្ញុំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលែងលះសមាជិកគ្រួសារឲ្យប្រញាប់ឡើងអ្នកជំងឺមិនគួរពន្យាពេលទេអូរបស់ខ្ញុំសំដៅឲ្យមិនគ្រប់គ្រាន់នេះមិនគ្រប់គ្រាន់ទេតើអ្នកអាចជួយសង្គ្រោះម៉ាក់ខ្ញុំជាមុនសិនបានទេខ្ញុំពិតជាមិនបងប្រាក់ទេខ្ញុំសូមអង្វរអ្នកមន្ទីរពេទ្យមានច្បាប់ការចំណាយលើការព្យាបាលបន្ទាន់ត្រូវតែឆ្លងកាត់នីតិវិធីត្រឹមត្រូវជាមុនសិនតើមានអ្វីកើតឡើងម្ដងទៀត Shen Yebei ម៉ាក់ខ្ញុំកំពុងត្រូវបានសង្គ្រោះឡើងវិញកិននីត្រូវបានផ្អាកតើលោកអាចសុំការអនុញ្ញាតពីមន្ទីរពេទ្យជាមុនបានទេតើបងប្រុសដែលបរាជ័យដូចគ្នានឹងបងស្រីជីដូនមួយក្រោយដែរទេគាត់ស្ដាយក្រោយដែលបានចុះហត្ថលេខាទេហើយទៅសារពេលល្ងាចកុំគំរាមខ្ញុំជាមួយម្ដាយរបស់អ្នកតើអ្នកគិតថាខ្ញុំកំពុងកុហកអ្នកទេសិនជាបានមើលថែជំងឺម្ដាយរបស់អ្នកអស់រយៈពេល2ឆ្នាំមកហើយពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងលែងលះរួចហើយជប់ព្យាយាមបង្វែរកំហុសមកលើខ្ញុំទៀតទៅសិនយូបៃនោះជាជីវិតរបស់ម្ដាយខ្ញុំកុំលោភលន់ចុះគ្រួសាររបស់លីយូឋានវិញស្ថានភាពអ្នកជំងឺគឺអាក្រក់ណាស់ការវះកាត់គឺចាំបាច់ភ្លាមលោកគ្រូពេទ្យសូមជួយសង្គ្រោះគាត់ជាមុនសិនខ្ញុំនឹងទៅរៃអង្គាសប្រាក់ខ្ញុំនឹងរៃអង្គាសវាភ្លាមអ្នកជំងឺមិនអាចរងចាំយូរពេកទេខ្ញុំសូមអង្វរអ្នកនាងជាងតើអ្នកនាងមានអារម្មណ៍មិនស្រួលខ្លួនទេខ្ញុំមិនបានជួយសង្គ្រោះម៉ាក់ខ្ញុំមុនទេស្ត្រីមានផ្ទៃពោះកំពុងហូរឈាមត្រឡប់ទៅបន្ទប់សង្គ្រោះបន្ទាន់វិញយ៉ាងរហ័សឈប់សម្ដែងការកោសរោមម្ដាយខ្ញុំស្ទើរតែមិនបានផលអ្វីសោះស្ត្រីមានផ្ទៃពោះកំពុងហូរឈាមមានផ្ទៃពោះប៉ុន្មានខែហូរឈាមបន្ទាប់ពីមានភាពតានតឹងផ្លូវចិត្តប្រហែល5 សប្តាហ៍ការរលូតកូនដែលគំរាមកំហែងមានហានិភ័យខ្ពស់តើនាងមើលទៅដូចជាវ៉ាន់ធីមែនទេវាសំខាន់ណាស់ដែលអ្នកមានផ្ទៃពោះតើអ្នកបានដឹងនៅពេលណាមុនពេលអ្នកឲ្យខ្ញុំចុះហត្ថលេខាលើឯកសារលែងលះបងស្រីវ៉ាន់ហេតុអ្វីបានជាអ្នកមិនប្រាប់ខ្ញុំថាអ្នកមានផ្ទៃពោះអ្នកមិនទាន់ដឹងទេមានន័យយ៉ាងណាខ្ញុំមិនដឹងថាលោកលីបៃគឺកំពុងនិយាយអំពីអ្វីទេប្រហែលជាប្អូនស្រីខ្ញុំស្អប់ខ្ញុំខ្លាំងពេកនៅយប់នេះនោះហើយជាមូលហេតុដែលខ្ញុំនិយាយដូច្នេះ Chen Xiao តើអ្នកបានរកឃើញយានយានដានទេបងប្អូនជីដូនមួយតើអ្នកអាចបង្កាច់បង្ខូចខ្ញុំបែបនេះដោយរបៀបណាខ្ញុំគ្រាន់តែព្រួយបារម្ភថាសមាជិកគ្រួសាររបស់អ្នកគួរតែផ្លាស់ទៅមួយឡែកអ្នកជំងឺមិនត្រូវមានការរំញោចទៀតទេតើកូនរបស់អ្នកណានឹង Shen Yebeiពេលអ្នកសួរអំពីច្រកចេញពួកគេលែងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីដឹងទៀតហើយក្មេងនោះបានទុកអ្នកចោលតើអ្នកនិយាយអ្វីក្មេងនោះត្រូវតែស្នាក់នៅក្នុងទីក្រុងសិនជាង Shen Yebei តើអ្នកអាចខូចខើយ៉ាងនេះដោយរបៀបណាតើបងប្រុសយូបៃនិងមីងវ៉ានយល់ច្រឡំអ្នកទេប្រសិនបើគាត់ពិតជាមានផ្ទៃពោះមែនគ្មានអ្នកណាអាចប៉ះក្មេងនេះបានឡើយក្មេងនេះពិតណាស់ខ្ញុំដឹងថាខ្ញុំមិនអាចរើបានទេនោះនឹងធ្វើឲ្យមនុស្សគ្រប់គ្នាគិតវាជាស៊ុបខ្ញីខ្ញុំមិនចង់ទេអ្នកនាងជាងសូមកុំរើអីតើខ្ញុំបានជួយសង្គ្រោះកូនខ្ញុំទេវាត្រូវបានរក្សាទុកសម្រាប់ពេលបច្ចុប្បន្នប៉ុន្តែគ្រូពេទ្យបាននិយាយថាអ្នកមិនអាចទទួលបានការរំញោចបន្ថែមទៀតទេម៉ាក់ឲ្យកូនមិនអាចក្រោកពីគ្រែឥឡូវនេះបានទេតើម៉ាក់ខ្ញុំនៅតែត្រូវបានសង្គ្រោះឡើងវិញទេគាត់សុខសប្បាយទេខ្ញុំចង់ទៅជួបគាត់អ្នកនាងជាងអ្នកទើបតែហូរឈាមកុំធ្វើចលនាអីគាត់ជាមនុស្សតែម្នាក់គត់ដែលនៅសល់បន្ថយល្បឿនគ្រួសារឡៃយូឡែនលោកគ្រូពេទ្យម៉ាក់ខ្ញុំសុខសប្បាយជាទេចេញពីគ្រោះថ្នាក់ជាបណ្ដោះអាសន្នទោះយ៉ាងណាក៏ដោយស្ថានភាពមិនស្ថិតស្ថេរការសង្កេតតាមដាននិងការប្រើថ្នាំមិនគួរត្រូវបានរំខានឡើយទោះជាយ៉ាងណាក៏ដោយថ្លៃសេវាដែលនៅសល់ត្រូវបង់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានកាលនេះមិនអាចត្រូវបានបិទដំណើរការម្ដងទៀតបានទេកាលនេះត្រូវបានបើកឡើងវិញហើយតើព្រះជាម្ចាស់មានវត្តមានឬអត់អ្នកតែងតែអាចធ្វើឲ្យនរណាម្នាក់ថប់ដង្ហើមរហូតដល់ពួកគេហៀបនឹងស្លាប់ខ្ញុំគ្រាន់តែនឹកឃើញថាត្រូវឲ្យគាត់ដកដង្ហើមបន្តិចម៉ាក់យូបៃនិងបងប្អូនជីដូនមួយរបស់គាត់កំពុងមានអារម្មណ៍មិនល្អនៅពេលនេះកុំបន្ទោសគាត់ហេតុអ្វីបានជាអ្នកនៅទីនេះ
ខ្ញុំគ្រាន់តែបារម្ភពីអ្នកខ្ញុំបារម្ភពីអ្នកឬខ្ញុំបារម្ភថាអ្នកនឹងកូនតូចសុខសប្បាយជាទេហើយខ្ញុំថាតាំងតើអ្នកនឹងបង្ខំខ្ញុំឲ្យសុំទោសម្ដងទៀតទេមិនអីទេសមាជិកគ្រួសារអាចចូលទៅលេងបានមួយរយៈពេលខ្លីម៉ាក់ខាងតាំងតើអ្នកមានផ្ទៃពោះមែនទេពួកគេមិនត្រូវដឹងទេខាងចាក់ចេញពីគ្រួសារសិនតើអ្នកនឹងធ្វើអ្វីប្រសិនបើខ្ញុំចាក់ចេញម៉ាក់មិនអាចឲ្យកូនស្លាប់បានទេអ្នកមិនមែនជាបន្ទុកទេស្ដាប់ម្ដាយរបស់អ្នកហើយយកកូនទៅជាមួយអ្នកប៉ុន្តែខ្ញុំខ្លាចថាខ្ញុំនឹងត្រូវចាក់ចេញអ្នកមិនអាចប្រគល់ជីវិតរបស់អ្នកទៅឲ្យពួកគេបានទេអ្នកនាងជាងតើអ្នកចង់ផ្ទេរទៅមន្ទីរពេទ្យផ្សេងទេមីងលីនធ្លាប់គាត់បានជួយខ្ញុំកាលខ្ញុំធ្វើការជាអ្នកថែទាំនៅមន្ទីរពេទ្យគាត់មានចិត្តសប្បុរសចំពោះខ្ញុំរបាយការណ៍របស់គ្រូសាសិនមិនគួរឲ្យទុកចិត្តទេពួកគេអាចឈប់បានម្ដងនៅថ្ងៃនេះអ្នកអាចឈប់ម្ដងទៀតនៅពេលក្រោយតើមានវិធីផ្សេងទៀតទេមន្ទីរពេទ្យស្ដារនីតិសម្ពាធឆេងមិនមានក្រេសប្បុរសធម៌ប៉ុន្តែលក្ខខណ្ឌគឺអាក្រក់ជាងនៅទីនេះទៅទៀតគុណសម្បត្តិគឺថាវាមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់កនីគ្រូសាសិនទេខ្ញុំចង់ផ្ទេរតើអ្នកប្រកាសទេថាមេងលីនទើបតែរួចផុតពីគ្រោះថ្នាក់ការផ្ទេរទៅមន្ទីរពេទ្យមួយផ្សេងទៀតមានហានិភ័យការស្នាក់នៅទីនេះមានហានិភ័យច្រើនជាងស្ថានភាពរបស់គាត់នៅពេលនេះមិនស្ថិតស្ថេរទេសេចក្តីថ្លែងការណ៍បង្ហាញហានិភ័យត្រូវតែចុះហត្ថលេខានៅពេលផ្ទេរទៅមន្ទីរពេទ្យខ្ញុំចុះហត្ថលេខាក្រេសប្បុរសធម៌នៅភាគខាងត្បូងនៃទីក្រុងអាចមានរយៈពេលត្រឹមតែ3ខែប៉ុណ្ណោះអ្នកនឹងត្រូវរកវិធីដើម្បីទូទាត់ថ្លៃដើមជាបន្តបន្ទាប់ដោយខ្លួនឯងខ្ញុំនឹងផឹកមុនអ្នកនាងជាងនេះជាលុយរបស់អ្នកសម្រាប់ការចំណាយលើការរស់នៅនាពេលអនាគតម៉ាក់ខ្ញុំរស់រៀនមានជីវិតមុនគេមានតែពេលនោះទេដែលខ្ញុំនឹងមានអនាគតគីលានឧបថាយិកាបានគ្រប់ខ្ញុំគ្រូពេទ្យបានសហការដើម្បីយករថយន្តសង្គ្រោះបន្ទាន់ចេញពីផ្លូវដើម្បីជៀសវាងមនុស្សដែលយាមច្រកចូលពីគ្រួសារសេនកំណត់ត្រាចរាចរណ៍របស់ម៉ាក់ខ្ញុំត្រូវបានសរសេរជាការត្រួតពិនិត្យពេលយប់ទឹកជញ្ជូនខ្ញុំផ្ទាល់បានដើរតាមពួកគេទៅកាន់ផ្លូវក្រោមដីមុនពេលទ្វារនឹងបង្អួចរថយន្តសង្គ្រោះបន្ទាន់បិទម៉ាក់ខ្ញុំនៅតែមិនដឹងខ្លួនម៉ាក់ឲ្យកូនទៅមុនគេទៅខ្ញុំនឹងមករកអ្នកឆាប់នេះសូមជូនដំណឹងមកខ្ញុំភ្លាមបន្ទាប់ពីលេងយូឡែនមកដល់ចូលព្រមតើអ្នកបានទៅណាហើយបងប្អូនជីដូនមួយវាមិនមានអ្វីតាក់ទងនឹងអ្នកទេខ្ញុំគ្រាន់តែចង់ជួបអ្នកកូនខ្ញុំតើ Chen Xiao អាចទ្រាំទ្របានរយៈពេលប៉ុន្មានតើអ្នកពិតជាគិតថា Shen Jia នឹងអនុញ្ញាតឲ្យអ្នកនាំគាត់ទៅមែនទេសិនជាចង់បានកូនមិនមែនអ្នកទេពេលកូនកើតមកអ្នកពិតជាគ្មានអ្វីទាំងអស់ជំរឿដ៏ល្អបំផុតរបស់អ្នកឥឡូវនេះវាមានន័យថាធ្វើឲ្យគាត់បាត់ខ្លួន Jade White បងប្រុសអ្នកវាយគាត់លើកនេះខ្ញុំមិនសុំទោសទេជាងវ៉ានតាវហេតុអ្វីបានជាអ្នកត្រូវធ្វើឈុតឆាកបែបនេះ Shen Yabe ថ្ងៃណាមួយអ្នកនឹងដឹងហេតុអ្វីបានជាខ្ញុំវាយគាត់ភ្លេចយាបេជីចោលទៅបងប្អូនជីដូនមួយរបស់ខ្ញុំបច្ចុប្បន្នមានផ្ទៃពោះហើយអារម្មណ៍របស់គាត់មិនស្ថិតស្ថេរខ្ញុំមិនបន្ទោសគាត់ទេចេញទៅក្រៅយើងមិនអាចរងចាំទៀតទេម្ដាយបានផ្ទេរខ្ញុំក៏ត្រូវទៅដែរមីងលីបានមកដល់មន្ទីរពេទ្យស្ដារនីតិសម្ពាធឆេងណានហើយស្ថានភាពមានស្ថិរភាពជាបណ្ដោះអាសន្ននេះគឺជាទិន្នន័យដើមនៃការមានផ្ទៃពោះដំបូងដែលរក្សាទុកដោយគ្នានេះដែរមកជួយប្រគល់ប្រាក់ផ្ទេរប្រាក់និងសន្លឹកបង់ប្រាក់ជាមុនរបស់មីងលីអ្នកបាននិយាយថាប្រសិនបើនរណាម្នាក់និយាយថាអ្នកមិនបានមើលថែពួកគេនៅពេលក្រោយនេះជាភស្តុតាងនឹងមានការសង្គ្រោះបន្ទាន់คล้ายៗនៅពេលក្រោយប្រព័ន្ធនេះនឹងកត់ត្រាតែហានិភ័យនៃជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះនិងការព្យាបាលបន្ទាន់ប៉ុណ្ណោះអ្នកដើរឆ្លងកាត់ប្រឡាយផ្ទេរបន្ទាន់អរគុណប្រសិនបើអ្នកហូរឈាមសូមទូរស័ព្ទទៅគ្រូពេទ្យជាបន្ទាន់វាមានគ្រោះថ្នាក់សម្រាប់អ្នកក្នុងការដើរឥឡូវនេះវាមានគ្រោះថ្នាក់ជាងក្នុងការស្នាក់នៅទីនេះតោះយើងទៅកំណត់ត្រាថ្មីកំពុងត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធការឆ្លើយតបបន្ទាន់ចំពោះហានិភ័យមនុស្សរបស់ Chen Heng បានដកយកបញ្ជាដំណើរការចេញយ៉ាងលឿនកំណត់ត្រាបានចេញមកហើយវាត្រូវបានបញ្ជាក់សរសេរជាន់លើទិន្នន័យសម្បកកង់ផ្ទាល់មុនខ្ញុំចង់ឲ្យគាត់ត្រឡប់មកវិញនៅថ្ងៃណាមួយវាក៏មិនបញ្ជាក់ថាក្មេងនេះធ្លាប់មានដែរលីនយូឡានបានចូលសញ្ញាសំខាន់របស់មន្ទីរពេទ្យត្រូវបានសួរម្ដងទៀតទារកយើងអាចចាក់ចេញឥឡូវនេះ
លោកសិននិងអ្នកស្រីជាងបានបញ្ចប់ការដោះស្រាយវាហើយគាត់គិតថាខ្ញុំនឹងមានសុវត្ថិភាពនៅពេលដែលខ្ញុំចាក់ចេញពីគ្រួសារសិនប៉ុន្តែគាត់មិនបានដឹងទេម្ដាយរបស់ខ្ញុំត្រូវបានផ្ទេរខ្ញុំក៏បានយកគំនិតដែលមនុស្សគ្រប់គ្នាជឿដែរកុមារដែលបាត់បង់គាត់បានបាត់ខ្លួនទាំងស្រុងពីពិភពលោករបស់គាត់ម្ដាយបន្ទាប់ពីយើងបញ្ចប់រឿងនេះហើយតើយើងអាចទៅសាលាថ្មីបានទេយើងបានចាក់ចេញបន្ទាប់ពីបានបញ្ចប់ការចុះឈ្មោះស្ដារនីតិសម្ពាធនិងនីតិវិធីចុះឈ្មោះចូលរៀនជំរាបសួរខ្ញុំចង់ទាញយកឯកសារកំណើតពី5ឆ្នាំមុននិងកំណត់ត្រាព្យាបាលដោយប្រព័ន្ធភាពសាមដំបូងអ្នកស្រីជាងមិនមានកំណត់ត្រាកំណើតនៅក្នុងប្រព័ន្ធទេមានន័យយ៉ាងណានេះបង្ហាញថាអ្នកបានគ្រប់គ្រងការគ្រប់គ្រងតូបកាលពី5ឆ្នាំមុនម្ដាយដែលគ្មានកំណត់ត្រាកំណើតជាបន្តបន្ទាប់ប្រសិនបើអ្នកត្រូវការទាញយកទិន្នន័យដើមតម្រូវឲ្យមានការអនុញ្ញាតពីមន្ទីរពេទ្យក្នុងឆ្នាំដើមឬភស្តុតាងនៃអាណាព្យាបាលស្របច្បាប់ប្រយោគនេះប្រៀបដូចជាទឹកត្រជាក់មួយធុងចាក់ពីលើក្បាលខ្ញុំទីបំផុតខ្ញុំមានរូបកាយមួយហើយកំណត់ត្រារលូតកូនคล้ายៗពី5ឆ្នាំមុនមាននរណាម្នាក់បានធ្វើខុសហើយសម្រាប់ខ្ញុំអត្ថភាពរបស់ Jiang Chenian វាត្រូវបានលុបចេញពីបន្សារទាំងស្រុងប្រសិនបើអ្នកក្រឡេកមើលកូនប្រុសរបស់អ្នកគាត់នៅតែមិនដឹងថាមានអ្វីកើតឡើងគាត់គ្រាន់តែអបប្រដាប់ក្មេងលេង dinosaur របស់គាត់ដោយស្ដាប់បង្គាប់សម្លឹងមកខ្ញុំដោយមុខតូចគួរឲ្យស្រឡាញ់បេះដូងខ្ញុំញ័រនិងប្រវត្តិនៃការផ្ទេរមន្ទីរពេទ្យរបស់អ្នកស្រីលីនយូឡានតាំងពីពេលនោះមកមិនពេញលេញប្រព័ន្ធបានបង្ហាញថាកណីរបស់គាត់ត្រូវបានរំខានបន្ទាប់ពីគាត់ត្រូវបានជួយសង្គ្រោះគ្មានកំណត់ត្រាស្ដារនីតិសម្ពាធនៅក្នុងមន្ទីរពេទ្យជាបន្តបន្ទាប់ទេហេតុអ្វីបានជាកំណត់ត្រាផ្ទេរមន្ទីរពេទ្យរបស់ម្ដាយខ្ញុំមិនពេញលេញយប់នោះកាលពី5ឆ្នាំមុនមនុស្សពីរនាក់ដែលខ្ញុំបានជួយសង្គ្រោះដោយអស់សង្ឃឹមឥឡូវនេះនៅក្នុងប្រព័ន្ធម្នាក់ដែលហាក់ដូចជាមិនដែលកើតមកមួយដែលមានអារម្មណ៍ថាខ្ញុំបានបោះបង់ចោលវាChia Wanteng 5ឆ្នាំគាត់ធ្ងន់ជាងពេលមុនមានស្ថិរភាពជាងមុនម៉ាក់ជានរណាតើជនចម្លែកនោះឈ្មោះអ្វីវាមិនមានអ្វីតាក់ទងនឹងអ្នកទេតើ Chia Wanteng អាយុប៉ុន្មានលោកសេនសូមកុំបិទផ្លូវអីអាយុ5ឆ្នាំដូចខ្ញុំដែរគ្មានកំណត់ត្រាព្រឹត្តិការណ៍ទេកំណត់ត្រាផ្ទេររបស់ Lin Yulan Juan Chen អ្វីទាំងអស់ដែលត្រូវបានបង្ក្រាបនៅពេលនេះសម្លេងផ្ទុះមួយបានផ្ទុះឡើងពីលោកប្រធានាធិបតី Chenម៉ាក់ឲ្យកូនមិនស្រួលខ្លួនមែនទេម៉ាក់សុខសប្បាយទេពូពីមុនពូនៅតែសម្លឹងមកខ្ញុំវាជាការប្រសើរក្នុងការនៅឲ្យឆ្ងាយពីគាត់នាពេលអនាគតសិនយូបៃបានចាប់ផ្ដើមការបោះបោរួចហើយឯកសារដែលបាត់ត្រូវតែបំពេញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានប៉ុន្តែអូណូបានចាក់ចេញពី Jiang Cheng កញ្ញាជាងការចុះឈ្មោះស្ដារនីតិសម្ពាធរយៈពេលវែងសម្រាប់កុមារមិនអាចដំណើរការបានសម្រាប់ពេលបច្ចុប្បន្នទេមជ្ឈមណ្ឌលបណ្ណសារបានបង្ហាញថាទិន្នន័យមានភាពមិនប្រក្រតីលើពីនេះមាននរណាម្នាក់បានដាក់សំណើជំទាស់អត្តសញ្ញាណរបស់កុមារកំពុងស្ថិតក្នុងការសង្ស័យតើអ្នកណាបានដាក់ស្នើវាអ្នកទទួលបន្ទុកសំណុំរឿងគ្រួសារ Shen គឺមេធាវីរបស់លោកស្រី Shen មិនមែនលោក Shen ផ្ទាល់ទេខ្ញុំដឹងថាគ្រួសារសិននឹងមិនបណ្ដោយឲ្យក្មេងនោះចាក់ចេញដោយងាយនោះទេប៉ុន្តែខ្ញុំមិននឹកស្មានថាពួកគេនឹងមកដល់លឿនយ៉ាងនេះទេអ្នកនាងជាងនិងអ្នកស្រីជាងស្នើសុំឲ្យអ្នកនាំកូនរបស់អ្នកត្រឡប់ទៅផ្ទះគ្រួសារសិនវិញខ្ញុំមិនមានទំនាក់ទំនងជាមួយគ្រួសារសិនទេវាមិនមានបញ្ហាទេថាតើវាជាកូនយើងនឹងដឹងតែបន្ទាប់ពីពិនិត្យរួចម៉ាក់តើអ្នកនឹងទៅណាចូលយើងចាក់ចេញពីទីនេះជាមុនសិនមុខនោះមើលទៅដូចឡៃបេកាគាត់នៅក្មេងណាស់ជាងវ៉ានថាងជាកូនរបស់អ្នកណាវាមិនមានអ្វីតាក់ទងនឹងគ្រួសារផ្សេងទេបើវាមិនសំខាន់ទេតើអ្នកខ្លាចអ្វីយកទៅឆ្ងាយជាមុនសិនដើម្បីបង្កើតអត្តសញ្ញាណនឹងម្ដាយរបស់ខ្ញុំកុំខ្លាចអីម៉ាក់នៅទីនេះហើយអ្នកណាហ៊ានប៉ះគាត់5ឆ្នាំមុនអ្នកបានកុហកយើងហើយនិយាយថាក្មេងនោះបានបាត់ទៅហើយ5ឆ្នាំក្រោយមកនាងបានត្រឡប់មកវិញជាមួយកូនធំបែបនេះតើអ្នកគិតថាខ្ញុំនឹងនៅតែជឿអ្នកមែនទេខ្ញុំមិនដែលជំពាក់អ្វីគ្រួសារសិនទេមែនទេអ្នកឬខ្ញុំវាមិនមែនជារបស់អ្នកក្នុងការសម្រេចចិត្តនោះទេឈប់អ្នកបានមកដល់ពេលវេលាដ៏ល្អឥតខ្ចោះហើយអត្តសញ្ញាណរបស់កុមារមិនត្រូវបានគេដឹងនោះទេខ្ញុំត្រូវយកវាមកវិញហើយស៊ើបអង្កេតខ្ញុំបាននិយាយថាគ្មានអ្នកណាអាចប៉ះគាត់បានទេអ្នកការពារគាត់ខ្ញុំកំពុងការពារកុមារសិនស៊ូបៃចូលគ្រប់គ្រងគ្រួសារសិនរបស់អ្នកខ្ញុំនឹងស៊ើបអង្កេតឲ្យបានហ្មត់ចត់5ឆ្នាំមុនអ្នកក៏បាននិយាយថាអ្នកនឹងរកឃើញការពិតដែរប៉ុន្តែតើមានអ្វីកើតឡើងបន្ទាប់លោកស្រីសិនបានឲ្យមេធាវីរបស់គាត់ដាក់ឯកសាររួចហើយអត្ថន័យនៃការដាក់នរណាម្នាក់ឲ្យស្ថិតនៅក្រោមអាណាព្យាបាលបណ្ដោះអាសន្នគឺការដកពួកគេចេញខាងនារីប្រហែលជាមិនឈប់ទេបន្ទាប់មកស៊ើបអង្កេតចាប់ផ្ដើមដោយពិនិត្យមើលកំណត់ត្រាមន្ទីរពេទ្យពី5ឆ្នាំមុននៅយប់នោះបន្ទាប់ពីខ្ញុំគេងលក់ស្រួលហើយ
អង្គុយក្នុងបន្ទប់ទទួលភ្ញៀវហើយបើកទូរស័ព្ទនៅលើអេក្រង់ព័ត៌មានអនាមិកមួយបានរីករាលដាលយ៉ាងឆាប់រហ័សហើយកំពុងពេញនិយមនៅលើប្រព័ន្ធផ្សព្វផ្សាយចំណងជើងនៃបទបង្ហាញនោះសរសេរថាជាងវ៉ាន់ថាងបានធ្វើពុតជារលូតកូនកាលពី5ឆ្នាំមុនលួចយកកូនម្នាក់ដែលមានឈាមត្រកូល Shen ដោយសម្ងាត់ឥឡូវនេះត្រឡប់ទៅជាងឈិងវិញដើម្បីស៊ូដើម្បីទ្រព្យសម្បត្តិគ្រួសារស្លាប់ព្រាបទី2កាន់តែខូខើជាងនេះទៅទៀតគឺម្ចាស់ស្រីបន្ទាប់ពីជាងវ៉ាន់ថាងបានយកសំណងលែងលះនៅពេលនោះគាត់មិនខ្វល់ពីម្ដាយដែលឈឺធ្ងន់របស់គាត់ផងទុកជាងឈិងតែម្នាក់ឯងមុខក្មេងនោះត្រូវបានទះកំភ្លៀងប៉ុន្តែមនុស្សដែលធ្លាប់ស្គាល់អាចស្គាល់វាបានភ្លាមទូរស័ព្ទរត់ឥតឈប់ឈរពីមជ្ឈមណ្ឌលស្ដារនីតិសម្បទាការជូនដំណឹងតាមអ៊ីមែលថ្មីមួយបានលេចឡើងនៅក្នុងប្រអប់សម្បត្តិរបស់ខ្ញុំសាលារៀនបានផ្ញើឯកសារដែលបង្ហាញពីចំនួនលើអាណាព្យាបាលការពិនិត្យឡើងវិញអំពីការចូលរៀនគឺអស្ចារ្យណាស់ម៉ាក់តានេះមានន័យថាខ្ញុំមិនអាចទៅសាលារៀនបានទៀតទេវាមិនមែនគ្រាន់តែថាព័ត៌មានត្រូវការបំពេញបន្ថែមនោះទេជាងស៊ីងក៏សម្លឹងមកខ្ញុំដែរមានដំរុយមួយនៅក្នុងភ្នែករបស់គាត់ភាពប្រសើរមិនត្រូវបានរកឃើញចំពោះកុមារអាយុ5ឆ្នាំបន្ទាប់មកខ្ញុំបានរងចាំរហូតដល់គាត់និយាយអ្វីមួយបានយ៉ាងល្អកាលណាខ្ញុំកាន់តែស្ដាប់បង្គាប់បេះដូងខ្ញុំកាន់តែជឿចាប់សម្រាប់ខ្លួនឯងស៊ូយ៉ាវលោកប្រធានាធិបតីសិនកំពុងពិនិត្យមើលឯកសារពី5ឆ្នាំមុនរួចហើយមិនឃើញទេកំណត់ត្រាមន្ទីរពេទ្យ2ឆ្នាំនោះខ្ញុំធ្លាប់សម្អាតវាម្ដងរួចមកហើយបន្ទាប់មកសម្អាតវាម្ដងទៀតឥឡូវនេះនៅតុងហានិភ័យខ្ពស់ហានិភ័យនៅតែជាការអនុញ្ញាតឲ្យក្មេងនោះចូលទៅក្នុងគ្រួសារផ្សេងជាងវ៉ាន់ថាងដែលស្ថិតក្នុងគ្រោះថ្នាក់មិនបានស្លាប់នៅពេលនោះទេក្មេងនោះមិនបានស្លាប់ទេវាជាគ្រោះថ្នាក់មួយរួចទៅហើយលើកនេះខ្ញុំនឹងមិនអនុញ្ញាតឲ្យមានការភ្ញាក់ផ្អើលទៀតទេចូលយើងជីកកកាយផ្នែកខាងរបស់លេនមីឡែនផងដែរខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាដឹងពេលនោះជាងវ៉ាន់ថាងមិនបានព្យាយាមរត់គេចខ្លួនទេពួកគេបានយកលុយហើយរត់គេចខ្លួនការដឹកជញ្ជូនរបស់លេនយូឡែនត្រឡប់ទៅមន្ទីរពេទ្យវិញនៅពេលនោះខ្ញុំប្រហែលជាមិនទាន់មានអារម្មណ៍ពេញលេញនៅឡើយទេបន្ទាប់មកគុំឲ្យគាត់រកវាឃើញវាគឺជាគិលានុបដ្ឋាយិកាចាស់ម្នាក់មកពីមន្ទីរពេទ្យស្ដារនីតិសម្បត្តិឆេងដែលបានទូរស័ព្ទមកមានអ្នកមកពិនិត្យមើលកំណត់ត្រាផ្ទៃមន្ទីរពេទ្យរបស់មីងលីនកាលពី5ឆ្នាំមុនមនុស្សគ្រប់គ្នាដឹងថាភាគីម្ខាងទៀតកំពុងប្រើប្រាស់ការអនុញ្ញាតពីគ្រូសា Shen តើទូកឯកឧត្តមនៅមាននៅទីនោះទេឬក៏គេដឹងថាវានៅតែមាននៅទីនោះតែឋានៈជាន់ខ្ពស់របស់ប្រព័ន្ធត្រូវបានផ្លាស់ប្ដូរកាលពី5ឆ្នាំមុនខ្ញុំគិតថាក្រដាស់ពីរបីសន្លឹកនោះវាគ្រាន់តែចង់បញ្ជាក់ថាខ្ញុំមិនបានបោះបង់ចោលម្ដាយរបស់ខ្ញុំទេ5ឆ្នាំក្រោយមកក្រដាស់ពីរបីសន្លឹកនោះបានក្លាយជាពិធីខួបកំណើតតែមួយគត់សម្រាប់ខ្ញុំនិងកូនរបស់ខ្ញុំសូមរក្សារឿងនេះឲ្យមានសុវត្ថិភាពសម្រាប់ខ្ញុំកុំបារម្ភអីមីងលីនបានជួយខ្ញុំនៅពេលនោះខ្ញុំមិនអនុញ្ញាតឲ្យពួកគេបំផ្លាញវាទេខ្ញុំធ្លាប់ត្រូវបានបង្ខំឲ្យធ្លាក់ក្នុងស្ថានភាពនេះម្ដងរួចមកហើយលើកនេះគ្មានអ្នកណាអាចយកកូនចេញពីខ្ញុំបានទៀតទេអ្នកនាងជាងមិនមែនមានន័យថាយើងមិនចង់ជួយអ្នកទេស្ថានភាពផ្លូវច្បាប់របស់កុមារកំពុងស្ថិតក្នុងជម្លោះប្រព័ន្ធមិនអាចឆ្លងកាត់គាត់បានទេឯកសារនេះត្រូវបានទាមទារដំណើរការនេះជាប់គាំងខ្ញុំបាននាំកូនខ្ញុំចេញដោយអស់សង្ឃឹមកាលពី5ឆ្នាំមុន5ឆ្នាំក្រោយមកកុមាររងរបួសដោយសារឯកសារដែលត្រូវបានក្លែងបន្លំសូម្បីតែការចុះឈ្មោះចូលរៀនធម្មតានិងការស្ដារនីតិសម្បទាក៏បានក្លាយជារឿងប្រណិតដែរម៉ាក់តើខ្ញុំបានបង្កបញ្ហាអ្វីដល់អ្នកទេការមិននិយាយចេញពីចិត្តមិនដែលមានបញ្ហាទេប៉ុន្តែពួកគេទាំងអស់គ្នានិយាយថាវាគឺដោយសារតែខ្ញុំមិនមានភស្តុតាងនោះហើយជាមូលហេតុដែលម៉ាក់បន្តរត់ជុំវិញវាមិនមែនជាកំហុសរបស់អ្នកទេអ្នកស្រីជាងបាននិយាយតាមអ៊ីនធឺណិតថាអ្នកបានក្លែងបន្លំការរលូតកូនកាលពី5ឆ្នាំមុនទេក្មេងនេះមិនមែនសម្រាប់គោលបំណងទិញយកទ្រព្យសម្បត្តិទេមនុស្សមួយចំនួនថែមទាំងនិយាយថាអ្នកបានយកលុយហើយចាក់ចេញទៅនៅពេលនោះពួកគេមិនខ្វល់ពីម្ដាយដែលឈឺធ្ងន់របស់ពួកគេទេពួកគេក៏មិនខ្វល់ពីកន្លែងនេះដែរតើនេះជាការពិតទេកុំថតរូបក្មេងចេញទៅលោកស៊ីនតើវាឈឺចាប់ទេម៉ាក់អើយខ្ញុំមិនឈឺចាប់ទេជប់ថតរូបទៅអ្នកណាជាអ្នកថតក្មេងនោះកំពុងរងចាំលិខិតពីមេធាវីអ្នកមិនចាំបាច់ទេតើមានប្រយោជន៍អ្វីក្នុងការចេញមកឥឡូវនេះពួកគេបានបង្ខំយើងឲ្យមកទីនេះតើវាមិនមែនជាគ្រួសារ Shen របស់អ្នកនៅឡើយទេតើម៉ាក់ជាមនុស្សអាក្រក់មែនទេខ្ញុំនឹងនាំអ្នកត្រឡប់ទៅវិញកុំមកចិត្តខ្ញុំទៀតអីលោកសិនដែលជាអ្នកយកព័ត៌មានត្រូវបានដោះលែងដោយចេតនា Chen Xiao វាហាក់ដូចជាមានទំនាក់ទំនងជាមួយ Chen Heng ផងដែរកាន់នេះវិជ្ជសាស្ត្រទាំងអស់ដែល Chen Heng បានគ្រប់គ្រងកាលពី85ឆ្នាំមុនការចូលប្រើប្រាស់ករណីកំណត់ត្រាទាំងអស់ត្រូវបានទាញយកមកវិញពួកគេទាំងអស់ក៏មានកំណត់ត្រាផ្ទៃរបស់លេងយូឡែនតាំងពីពេលនោះមកដែរពិនិត្យខ្ញុំផងសេនអ្នកចាត់ការទូទៅកំណត់ត្រាលូតកូនរបស់អ្នកស្រីជាងកាលពី5ឆ្នាំមុនបង្ហាញពីសញ្ញានៃការត្រូវបានបិទបាំងសរសេរជាន់លើការបង្ហាញកំណត់ត្រាដើមនៅយុគនោះហានិភ័យនៃការរលូតកូនមិនត្រូវបានបញ្ជាក់ឲ្យច្បាស់លាស់នោះទេចុងបញ្ចប់នៃជីវិតប្រព័ន្ធជាបន្តបន្ទាប់ត្រូវបានកែប្រែដើម្បីបញ្ចប់ដំណើរការនៃការដោះស្រាយការជប់ដំណើរការរបស់ទារកទិន្នន័យដើមនៃការមានផ្ទៃពោះដំបូងក៏ត្រូវបានលុបចោលផងដែរ
ការអនុញ្ញាតចូលប្រើប្រាស់បានមកពីខាងក្នុងមន្ទីរពេទ្យទោះយ៉ាងណាក៏ដោយខ្សែសង្វាក់អនុញ្ញាតអាចរកបាននៅលើអ៊ីនធឺណិតតាក់ទងនឹងចេនហេងទិន្នន័យក្នុងស្រុកត្រូវបានសម្អាតម្ដងរួចហើយវាអាចរកមកវិញបានដោយសារតែមានការបំរុងទុកនៅលើម៉ាស៊ីនមេក្រៅបណ្ដាញរបស់មន្ទីរពេទ្យនៅលើផ្ទៃខាងលើវាគឺជាការរៀបរាប់របស់វិជ្ជបណ្ឌិតដែលកំពុងរៀបការងារសម្រាប់ចូលពិតប្រាកដគឺនៅក្នុងការិយាល័យរបស់ចេនហេងចេនហេងបាននៅជាមួយខ្ញុំអស់រយៈពេល10ឆ្នាំហើយកាលពី5ឆ្នាំមុនចេនហេងក៏បានប្រាប់ខ្ញុំអំពីរឿងនេះដែរចានស៊ុបត្រូវបានសម្អាតរួចរាល់ហើយបន្តការនេះព្យាបាលរបស់លិនយូឡែនករណីនេះត្រូវបានបង្កប់មិនប្រក្រតីកាលពី6ខែមុនការបង្កការអនុញ្ញាតមិនត្រូវបានព្រួយផ្ដើមឡើងដោយមន្ទីរពេទ្យទេនេះគឺជាចំណុចប្រតិហិរញ្ញវត្ថុផ្ទៃក្នុងរបស់គ្រួសារចិនអ្នកដែលរិះគន់វាគឺលោកសិនឆេងវែងសិនឆេងហ្វេងគ្រួសារសិនសំដៅលើគ្រួសារមួយបុគ្គលដែលចង់ដណ្ដើមយកការគ្រប់គ្រងលើដំណើរការពិនិត្យឡើងវិញកាលពី5ឆ្នាំមុនវាក៏នៅពេលនោះដែរដែលលិនយូឡែននិងជៀងវ៉ាន់ទាំងបានជាប់ពាក់ព័ន្ធអ្នកដែលគំរាមកំហែងគាត់មួយរឿងទៀតអ្នកស្រីជៀងបាននៅមន្ទីរពេទ្យស្ដារនីតិសម្ពាធឆេងណាននៅល្ងាចនោះប្រាក់មួយចំនួនត្រូវបានផ្ដល់ឲ្យដើម្បីជួយលិនយូឡែនជាមុនការទូទាត់លើកដំបូងនៃប្រាក់កម្ចីសំណងលែងលះត្រូវបានប្រើប្រាស់លិនយូឡានត្រូវបានទេដោយសម្ងាត់នៅយប់នោះមន្ទីរពេទ្យស្ដារនីតិសម្ពាធឆេងណានក្រេសបរសធរអ្នកចុះហត្ថលេខាលើទម្រង់បង្ហាញព័ត៌មានហានិភ័យផ្ទេរគឺជៀងវ៉ាន់ថេងគាត់ទើបតែជួបប្រទះការហូរឈាមស្ទើរតែបាត់បង់កូនរបស់នាងប៉ុន្តែគាត់ក៏បានឆ្លៀតឱកាសរៀបចំឲ្យម្ដាយរបស់គាត់ត្រូវបានផ្ទេរទៅមន្ទីរពេទ្យមួយផ្សេងទៀតតើគាត់បានធ្វើអ្វីទៀតនៅយប់នោះបន្ទាប់ពីបានបញ្ជាក់ថាស្ថានភាពរបស់លោកលិនយូឡានមានស្ថិរភាពនៅក្នុងមន្ទីរពេទ្យតែចាក់ចេញតាមរយៈ Channel ផ្ទេរបន្ទាន់គីលីនឧបថាយិកាដែលបានជួយគាត់ផ្ទេរទៅមន្ទីរពេទ្យមួយផ្សេងទៀតនៅពេលនេះក្នុងការខ្លាញ់ទីបន្ទាល់មុនពេលកញ្ញាជាងចាក់ចេញខ្ញុំបានស្នាក់នៅជាមួយលិនយូតានរហូតដល់គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយបានត្រឡប់មកផ្ទះវិញខ្ញុំធ្លាប់ឃើញគាត់ស្ថិតក្នុងស្ថានភាពសោកសៅពីមុនមកប៉ុន្តែខ្ញុំមិនដែលស្រមៃថាគាត់នឹងបែបនេះនៅយប់នោះទេគាត់មិនបានបោះបង់ចោលម្ដាយរបស់គាត់ហើយរត់គេចខ្លួនទេគាត់បានជួយសង្គ្រោះម្ដាយរបស់គាត់ជាមុនសិនពួកគេបានរត់គេចខ្លួនជាមួយកូនរបស់ពួកគេបងប្រុសយូបៃតើលោកកំពុងស៊ើបអង្កេតរឿងដែលបានកើតឡើងកាលពី5ឆ្នាំមុនមែនទេកំណត់ត្រាវិទ្យាសាស្ត្រ2ឆ្នាំនោះតើអ្នកណាបានធ្វើរឿងនេះសម្រាប់អ្នកចង់ជឿជាងវ៉ាន់ថៅជាជាងខ្ញុំបានសួរអ្នកថាអ្នកណាបញ្ជាក់ថាវាត្រូវបានធ្វើឡើងបងប្រុសយូបៃនឹងទម្រង់បញ្ជាក់នោះវិញ្ញាបនបត្រដែលចេញកាលពី5ឆ្នាំមុននៅច្រកចូលវីឡាអ្នកបានរើសវាឡើងត្រូវទេខ្ញុំមិនដឹងថាអ្នកកំពុងនិយាយអំពីអ្វីទេឆេនឈៀអ្នកគួរតែអធិស្ឋានទុកវេទនាដែលជាងវ៉ាន់ចេញនឹងកូនរបស់គាត់បានស៊ូទ្រាំក្នុងរយៈពេល5ឆ្នាំវាមិនមានអ្វីតាក់ទងនឹងអ្នកទេសូមជូនដំណឹងដល់អ្នកទាំងអស់គ្នាឲ្យត្រឡប់ទៅផ្ទះចាស់វិញនៅថ្ងៃស្អែកសេនអ្នកចាត់ការទូទៅនេះត្រូវបានរកឃើញពីកុំព្យូទ័រចាស់របស់ឆេនហេងប្រសិនបើអ្នកមិនលែងលះទេអ្នកនឹងមិនបង្ខំជាងវ៉ាន់ថេងឲ្យចាក់ចេញទេម្ដាយរបស់គាត់មិនអាចរស់បានទេហើយកុំគិតពីការរក្សាទារកនៅក្នុងពោះរបស់គាត់បើអ្នកមិនចុះហត្ថលេខានៅយប់នេះទេតើឆ្នាំក្រោយការវះកាត់របស់លិនយូឡែននឹងត្រូវបញ្ឈប់ដែរឬទេព្រឹកស្អែកវីដេអូឃ្លាំមើលនឹងបង្ហាញចានស៊ុបដែលបានធ្វើបាបឈៀវវាក៏នឹងត្រូវប្រគល់ជូនប៉ូលីសផងដែរសម្រាប់កូននៅក្នុងពោះរបស់គាត់មានរឿងខ្លះដែលអាចធ្វើឲ្យគាត់ចាក់ចេញខ្ញុំនឹងចុះហត្ថលេខាលើឯកសារលែងលះសូមឲ្យខ្ញុំនិយាយពាក្យមិនសមរម្យមួយចំនួនតារាប់ណាគាត់អាចចាក់ចេញពីShenzhenវាមិនអីទេបើគាត់ស្អប់ខ្ញុំបន្ទាប់មកធ្វើសកម្មភាពឲ្យកាន់តែគួរឲ្យជឿជាក់កុំឲ្យគាត់គិតថាអ្នកស្ទាក់ស្ទើរក្នុងការលែងគាត់ឲ្យទៅណាឲ្យសោះការសោកស្ដាយបំផុតរបស់ខ្ញុំគឺការរក្សាគាត់នៅក្បែរខ្ញុំតើកូនរបស់អ្នកណានឹងខ្ញុំគិតថាខ្ញុំកំពុងការពារគាត់ខ្ញុំគិតថាគាត់នឹងនៅឲ្យឆ្ងាយពីគ្រួសារសិនប្រសិនបើគាត់ស្អប់ខ្ញុំប៉ុន្តែខ្ញុំមិនដឹងទេចេនស៊ូយ៉ាវបានទៅយករេនយូដានរួចហើយកាន់តែមិនស្គាល់ថែមទៀតចេនស៊ូយ៉ាវនិងចេនហេងបានឆ្លៀតឱកាសដែលខ្ញុំត្រូវបានសិនឆេងជើផ្លាស់ប្ដូរចេញឯកសាររបស់គាត់ត្រូវបានផ្លាស់ប្ដូរអ្វីដែលគេហៅថាការការពាររបស់ខ្ញុំត្រូវបានគេកេងប្រវ័ញ្ចវាបានក្លាយជាការឈឺចាប់ដ៏ជ្រៅបំផុតដែលធ្វើឲ្យនាងឈឺចាប់សក្ខីកម្មពីអ្នកចាត់ការទូទៅសិននិងអ្នកបើកបរឡោយ៉ាវគ្រោះថ្នាក់ចរាចរណ៍កាលពី5ឆ្នាំមុនអ្នកដែលពិតជាបានទាញអ្នកចេញគឺអ្នកបើកបរឡាយជើមិនមែនឆេនឈីយ៉ូទេចេនហេងបានជំនួសសក្ខីកម្មរបាយការណ៍វិទ្យាសាស្ត្ររបស់ឆេនឈីយ៉ូក៏បានបង្ហាញសញ្ញានៃការក្លែងបន្លំផងដែរតើអ្នកតែងតែជឿឆេនឈីយ៉ូទេអ្វីដែលខ្ញុំបានឆ្លើយនៅពេលនោះគាត់ស្ទើរតែបាត់បង់ជីវិតដោយសារតែខ្ញុំបានប្រាប់គាត់កុំឲ្យប្រៀបធៀបខ្លួនគាត់ទៅនឹងចេនស៊ូតើយើងនឹងទៅផ្ទះចាស់ម្ដងទៀតនៅថ្ងៃស្អែកទេចូលទៅយកភស្តុតាងទាំងអស់មកបាត់ចាសោះតាក់ទងប៉ូលីសលើកនេះខ្ញុំនឹងមិនគិតអំពីវាទេតើអ្នកណាបានប៉ះជាងវ៉ាន់ថៅតើអ្នកណាធ្លាប់ត្រូវបានផ្លាស់ទីគ្មានអ្នកណាអាចថយក្រោយបានទេវ៉ាងតាវបានត្រឡប់មកវិញហើយអ្នកបាននិយាយថាមានការពិតមួយពី5ឆ្នាំមុនរឿងទាំងនេះខ្ញុំគួរតែបង្ហាញវាដល់អ្នកកាលពី5ឆ្នាំមុនយូបៃតើអ្នកចង់ធ្វើអ្វីឲ្យប្រាកដតើមានអ្វីដែលមិនអាចនិយាយជាឯកជនបានទេវិញ្ញាបនបត្ររបួសរបស់ឆេនឈីយ៉ូកាលពី5ឆ្នាំមុនគឺคล้ายយូផៃបានអះអាងថាការជួយសង្គ្រោះខ្ញុំបណ្ដាលឲ្យគាត់កើតជំងឺរ៉ាំរ៉ៃមិនមានកំណត់ត្រានៅក្នុងកំណត់ត្រាវិទ្យាសាស្ត្រដើមទេអ្នកដែលពិតជាបានទាញខ្ញុំចេញនៅយប់នោះគឺអ្នកបើកបររបស់ខ្ញុំឈ្មោះឡាយជើក្រោយមកឆេនហេងបានជំនួសសក្ខីកម្មរបស់អ្នកបើកបរហេតុការណ៍នេះត្រូវបានសន្មតថាជាស្នាដៃរបស់ឆេនឈីតើវាអាចទៅរួចដោយរបៀបណានេះជាកំណត់ត្រាទូទាត់របស់ឆេនហេងតាំងពីពេលនោះមកអ្នកបានយកលុយរបស់ឆេនឆេនយៀន
សហការជាមួយ Chensio ដើម្បីកែប្រែកំណត់ត្រាវិទ្យាសាស្ត្រលោកស៊ីខ្ញុំមិនមានបំណងដូច្នោះទេខ្ញុំគ្រាន់តែខ្លាចបាត់បង់អ្នកពេកវាដូចគ្នាកាលពី5ឆ្នាំមុនតារាបណា Chensio យំមនុស្សគ្រប់គ្នានឹងនៅខាងគាត់ប៉ុន្តែលើកនេះសិនយូបៃមិនអើពើនឹងគាត់កញ្ញាព្យាបាលរបស់លេងយូឡែនត្រូវបានបង្កប់នេះជាប្រតិបត្តិការផ្ទៃក្នុងគ្រួសារសេនការអនុញ្ញាតបានមកពី FA របស់អ្នកគឺលោក Laibe ប្រភពនៃព័ត៌មាននេះមិនត្រូវបានគេដឹងនោះទេអ្នកគួរតែប្រយ័ត្នកំណត់ត្រាជាតិស្ករក្នុងទីរករបស់ជាងវ៉ាន់ឆេងកាលពី5ឆ្នាំមុនគ្រប់ដណ្ដប់កំណត់ត្រាដើមគឺជាហានិភ័យនៃជំងឺទឹកនោមផ្អែមពេលមានមិនមែនថាប្រព័ន្ធជាតិស្កររបស់កុហកត្រូវបានកេងប្រវ័ញ្ចបន្ទាប់ពីការបញ្ចប់នោះទេនៅយប់នោះលីនយូឡានត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្ដារនីតិសម្បទាឆេងណានល្ងាចនោះត្រូវបានប្រើជាសំណងសម្រាប់ការលែងលះការទូទាត់លើកដំបូងគឺសម្រាប់ថ្លៃដើមនៃការព្យាបាលដោយសារអធិរាជគាត់មិនបានរត់គេចខ្លួនជាមួយលុយនោះទេគាត់នៅពេលវេលាដ៏គ្រោះថ្នាក់បំផុតបានជួយសង្គ្រោះម្ដាយជាមុនសិនបន្ទាប់មកយកកូនហើយរត់គេចខ្លួនយប់នោះខ្ញុំគិតថាគ្មានអ្នកណាដឹងទេខ្ញុំបានអូសរាងកាយរបស់ខ្ញុំដោយនៅតែកំពុងជាសះស្បើយពីការរៀនសូត្រជួយសង្គ្រោះម្ដាយខណៈពេលកំពុងការពារកូនមនុស្សគ្រប់គ្នានិយាយថាខ្ញុំបានរត់គេចខ្លួនជាមួយលុយមានតែខ្ញុំទេដែលដឹងខ្ញុំមិនហ៊ានចាក់ចេញទេរហូតដល់ម្ដាយរបស់ខ្ញុំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសុវត្ថិភាពប្រសិនបើអ្នកមិនលែងលះគ្នាទេកុំប្រើចានជាមធ្យោបាយបង្ខំនរណាម្នាក់ឲ្យចាក់ចេញម្ដាយរបស់គាត់មិនអាចរស់បានទេហើយកុំគិតពីការរក្សាទារកនៅក្នុងពោះរបស់គាត់ខ្ញុំនឹងចុះហត្ថលេខាលើឯកសារលែងលះហើយខ្ញុំនឹងនិយាយពីអាក្រក់ក្រាប់ណាគាត់អាចចាក់ចេញពីគ្រួសារសេនបានចេញពីការមើលឃើញរបស់អ្នកវាមិនអីទេបើគាត់ស្អប់ខ្ញុំបន្ទាប់មកធ្វើសកម្មភាពឲ្យកាន់តែគួរឲ្យជឿជាក់កុំឲ្យគាត់គិតថាអ្នកស្ទាក់ស្ទើរក្នុងការលែងគាត់ឲ្យទៅណាឲ្យសោះ5ឆ្នាំមុនតើអ្នកអាចការពារម្ដាយរបស់គាត់បានប៉ុន្មានថ្ងៃតើអ្នកអាចការពារគាត់បានពេញមួយជីវិតរបស់អ្នកទេរ៉េនយូបៃតើអ្នកចង់ការពារគាត់ទេគាត់បានរុញគាត់ចេញដោយដៃរបស់គាត់ផ្ទាល់អស់រយៈពេល5ឆ្នាំហើយដែលខ្ញុំបានរស់នៅដោយការស្អប់ខ្ពើមខ្ញុំស្អប់គាត់ដែលមិនចង់បានវាខ្ញុំស្អប់គាត់ដែលបង្ខំខ្ញុំឲ្យចុះហត្ថលេខាខ្ញុំស្អប់ណាស់ដែលគាត់សួរថាកូននោះជានរណាខ្ញុំស្អប់គាត់ដែលធ្វើឲ្យខ្ញុំមានផ្ទៃពោះហើយសម្រាលកូនតែម្នាក់ឯងការថែទាំកូនខណៈពេលកំពុងគ្រប់គ្រងដល់ការជាសះស្បើយរបស់ម្ដាយប៉ុន្តែឥឡូវនេះមាននរណាម្នាក់បានប្រាប់ខ្ញុំវាមិនមែនថាគាត់មិនស្រឡាញ់ខ្ញុំនៅពេលនោះទេគាត់ត្រូវបង្ខំចិត្តរុញខ្ញុំចេញដោយដៃរបស់គាត់ផ្ទាល់ដូច្នេះតើខ្ញុំគួរសប្បាយចិត្តទេខ្ញុំរីករាយដែលអ្នកបាននិយាយពីអាក្រក់ទាំងនោះដើម្បីជួយសង្គ្រោះខ្ញុំពិតជារីករាយណាស់ដែលអ្នកអនុញ្ញាតឲ្យខ្ញុំមានផ្ទៃពោះតែម្នាក់ឯងមានកូនតែម្នាក់ឯងចិញ្ចឹមព្រលឹងតែម្នាក់ឯងខ្ញុំក៏ត្រូវគ្រប់គ្រងការជាសះស្បើយរបស់ម្ដាយខ្ញុំតែម្នាក់ឯងដែរវាគឺដើម្បីការពារខ្ញុំមិនដឹងថាពួកគេដឹងរួចហើយថាអ្នកមានផ្ទៃពោះទេប៉ុន្តែអ្នកដឹងទេវាធ្វើឲ្យខ្ញុំឈឺចាប់អ្នកដឹងទេខ្ញុំនឹងមានអារម្មណ៍ឈឺចាប់គាត់នៅតែចាក់ខ្លួនឯងពីក្រោយអ្នកបានជួយសង្គ្រោះខ្ញុំម្ដងប៉ុន្តែអ្នកក៏បានបំផ្លាញជីវិតខ្ញុំ5ឆ្នាំដែរដូច្នេះអ្នកដើរតួជាមនុស្សអាក្រក់នៅយប់នោះមែនទេខ្ញុំកំពុងជួយសង្គ្រោះម៉ាក់ខ្ញុំយើងទាំងអស់គ្នាគិតថាយើងកំពុងជួយសង្គ្រោះមនុស្សប៉ុន្តែនៅទីបញ្ចប់ពួកគេត្រូវបានជួយសង្គ្រោះមានតែ5ឆ្នាំនៃភាពខូខើនេះប៉ុណ្ណោះសុំទោសសូមកុំនិយាយពាក្យទាំង3នេះអីខ្ញុំបានរងចាំពាក្យទាំង3នេះកាលពី5ឆ្នាំមុនមិនចាំបាច់ឥឡូវនេះទេហេតុអ្វីបានជាម៉ាក់យំជីបៃសូមគិតវាឲ្យច្បាស់នៅពេលដែលអ្នកបើកមាត់របស់អ្នកនៅថ្ងៃនេះក្រុងឆ្អឹងគ្រួសារសេនអ្នកនឹងបំផ្លាញកេរ្តិ៍ឈ្មោះគ្រួសារសេនគ្រួសារសិនជំពាក់បំណុលគាត់ដែលពួកគេគួរតែសងជាយូរមកហើយអ្នកគឺជាអ្នកស្នងរឹកនៃគ្រួសារសេនចាប់ផ្ដើមពីថ្ងៃនេះទៅទេកាលពី5ឆ្នាំមុនខ្ញុំបានបង្ខំជាងវ៉ាន់ថេងឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងលែងលះនាងមិនបានធ្វើពុតជាលូតកូនទេគ្មានកុមារណាម្នាក់ត្រូវបានគេលួចទេគាត់មិនបានយកលុយទេហើយរត់គេចខ្លួនគាត់មិនបានបោះបង់ចោលម្ដាយដែលឈឺធ្ងន់របស់គាត់ទេមុនពេលនាងចាក់ចេញនៅឆ្នាំនោះដំបូងសុំផ្ទេរអ្នកស្រីលេងយូឡែនទៅមន្ទីរពេទ្យស្ដារនីតិសម្បទាឆេងណានហើយប្រើប្រាស់ការទូទាត់លើកដំបូងនៃការដោះស្រាយការលែងលះតម្លៃនៃការព្យាបាលស្រាកអធិរាជគាត់នៅពេលវេលាដ៏គ្រោះថ្នាក់បំផុតបានជួយសង្គ្រោះម្ដាយជាមុនសិនបន្ទាប់មកយកកូនហើយរត់គេចខ្លួនចេញស៊ូយ៉ានបានក្លែងបន្លំជំងឺរបស់នាងចេញហេងបានក្លែងបន្លំកំណត់ត្រាវិទ្យាសាស្ត្រសមាជិក Shen បានបង្កកនីព្យាបាលរបស់Lin Bia មាននរណាម្នាក់នៅក្នុងគ្រួសារ Shen កំពុងរៀបចំគំនិតសាធារណៈលោក Sen បានព្យាយាមចាប់ក្មេងនោះអ្នកទើបតែនិយាយកាលពី5ឆ្នាំមុនអ្នកជាអ្នកដែលប្រកាសជានឹងលែងលះជាមួយ Cheo តើអ្នកក៏បានចូលរួមក្នុងការធ្វើបាបគាត់ដែរឬទេប៉ាតចាសពាក្យពេចន៍ឈឺចាប់ទាំងអស់ដែលគាត់បាននិយាយនៅពេលនោះខ្ញុំបាននិយាយវាដោយខ្លួនឯងខ្ញុំមានម៉ាស៊ីនមួយប៉ុន្តែនោះមិនមែនជាហេតុផលសម្រាប់ខ្ញុំធ្វើបាបគាត់ទេខ្ញុំបានការពារអ្វីដែលខ្ញុំគិតថាត្រឹមត្រូវវាបានប្រែក្លាយទៅជាទុកវេទនារយៈពេល5ឆ្នាំសម្រាប់គាត់បងយូបៃបងគ្រាន់តែស្រឡាញ់បងខ្លាំងពេកខ្ញុំគ្រាន់តែខ្លាចបាត់បង់អ្នក5ឆ្នាំមុនអ្នកបានប្រើគ្រួសារ Shen ដើម្បីគំរាមកំហែងខ្ញុំលែងចង់បានគ្រួសារ Sen ទៀតហើយចាប់ផ្ដើមថ្ងៃនេះខ្ញុំបានលាលែងពីតំណែងទាំងអស់របស់ខ្ញុំបោះបង់សិទ្ធិក្នុងការទទួលមរតកគ្រួសារ Sen មូលនិធិឯករាជ្យមួយនឹងត្រូវបានបង្កើតឡើងសម្រាប់ភាគហ៊ុនពាក់ព័ន្ធក្រោមឈ្មោះរបស់ត្រូវបានប្រើដើម្បីទូទាត់សងសម្រាប់ការរៀបចំខុសច្បាប់ដោយគ្រួសារដែលរងគ្រោះថ្នាក់ដោយចាននីវិជ្ជសាស្ត្រនេះរួមបញ្ចូលទាំងអ្នកស្រី Lin Yu Hian ការព្យាបាលនិងការស្ដារនីតិសម្បទាជាបន្តបន្ទាប់ទាំងការចំណាយដែលក្នុងពេលតែមួយខ្ញុំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាណាព្យាបាលសម្រាប់ជាង Chen ជាង Won Teng គឺជាអាណាព្យាបាលស្របច្បាប់តែមួយគត់របស់ជាង Chen គ្រួសារ Shen មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ទ្រព្យសម្បត្តិដែលទាក់ទងនឹងឈាមឡើយវិជ្ជសាស្ត្រការតស៊ូដើម្បីសិទ្ធិមើលថែកូនដោយហេតុផលណាមួយដូចជាការអប់រំខ្ញុំនឹងរ៉ាប់រងការព្យាបាលបន្តរបស់កុមារការចំណាយលើការស្ដារនីតិសម្បទានិងការអប់រំនេះមិនគួរត្រូវបានប្រើដើម្បីជ្រៀតជ្រែកជាមួយការសម្រេចចិត្តណាមួយរបស់លោកជាងវ៉ាន់ទាំងឡើយលោកសេន
ការធ្វើបែបនេះគឺដូចជាការបំផ្លាញអ្វីគ្រប់យ៉ាងពីអតីតកាលរបស់អ្នកតើអ្នកស្ដាយក្រោយទេការសោកស្ដាយបំផុតរបស់ខ្ញុំវាដោយសារតែខ្ញុំមិនបានឈរក្បែរគាត់កាលពី5ឆ្នាំមុនតើម៉ាក់កំពុងព្យាយាមជួយយើងមែនទេបាត់ចាសតើគាត់ជាមនុស្សល្អមែនទេម៉ាក់មិនដឹងទេឯកសាររបស់ Hoshino ត្រូវបានស្ដារឡើងវិញនីតិវិធីចុះឈ្មោះបានឆ្លងកាត់ការចុះឈ្មោះស្ដារនីតិសម្ពាធរយៈពេលវែងត្រូវបានបន្តឡើងវិញកំណត់ត្រាផ្ទេររបស់ Lin Yulen 2ឆ្នាំនោះក៏ត្រូវបានបញ្ចប់ផងដែរម៉ាក់តើខ្ញុំអាចទៅសាលារៀនឥឡូវនេះបានទេស៊ីងរបស់យើងអាចទៅសាលារៀនបានហើយឥឡូវនេះតើម៉ាក់ពិតជាឪពុករបស់ខ្ញុំមែនទេតើអ្នកចង់ដឹងទេបាត់ចាសស៊ីនយ៉ានតើអ្នកពិតជាឪពុករបស់ខ្ញុំមែនទេបើដូច្នោះហេតុអ្វីបានជាអ្នកមិនមកមុនប៉ាខុសហើយម៉ាក់និយាយថាប៉ាស្លាប់ហើយប៉ុន្តែអ្នកមិនបានស្លាប់ទេអ្នកគ្រាន់តែមិនមកសុំទោសចាប់តាំងពីអ្នកតែងតែស្រឡាញ់ម្ដាយរបស់អ្នកហេតុអ្វីបានជាអ្នកទុកឲ្យម៉ាក់យំតែម្នាក់ឯងយូរម្ល៉េះជីដូនរបស់ខ្ញុំក៏ឈឺនៅពេលនោះដែរតើម្ដាយខ្ញុំមើលថែខ្ញុំតែម្នាក់ឯងទេថែមទាំងមើលថែជីដូនរបស់ខ្ញុំទៀតផងព្រោះប៉ាល្ងងពេកខ្លួនឯងសុចរិតពេកប៉ាគិតថានោះជាការការពារនាងប៉ុន្តែតាមពិតទៅវាគឺជាខ្ញុំដែលធ្វើឲ្យគាត់ឈឺចាប់បន្ទាប់មកគុំខ្លាចជាឪពុកខ្ញុំនៅឡើយដំបូងឡើយចូលរៀនគុំធ្វើឲ្យម្ដាយរបស់អ្នកសោកសៅខ្ញុំនឹងគិតអំពីវាម្ដងទៀតបន្ទាប់ពីម៉ាក់ឈប់យំម៉ាក់ល្អតោះទៅផ្ទះម៉ាក់តើយើងនឹងត្រឡប់មកវិញទេតើអ្នកចង់ត្រឡប់មកវិញទេប្រសិនបើសាលារៀនបើកតើគាត់នឹងមកទេខ្ញុំមិនមានបំណងហៅគាត់ថាប៉ាទេខ្ញុំគ្រាន់តែចង់ដឹងតើគាត់នឹងបាត់ខ្លួនភ្លាមម្ដងទៀតនាពេលអនាគតទេ Steven ចៅមិនខ្វល់ថាអ្នកណាមកឬអ្នកណាមិនមកនោះទេម៉ាក់នឹងនៅទីនោះជានិច្ចខ្ញុំដឹងនេះជាអ្វីមួយដែល Hoshino នឹងត្រូវការនៅពេលក្រោយបណ្ណសារដើមទាំងអស់ខ្ញុំមាននរណាម្នាក់ទាញយកសេវាកម្មនេះឡើងវិញពីមន្ទីរពេទ្យបានទាញយកពីម៉ាស៊ីនបម្រើមិនថាខ្ញុំទៅណាចាប់ពីពេលនេះទៅអ្នកនឹងលែងជាប់គាំងដោយប្រព័ន្ធទៀតហើយខ្ញុំអាចដោះស្រាយរឿងទាំងនេះដោយខ្លួនឯងបានខ្ញុំដឹងហើយដូច្នេះហេតុអ្វីបានជាអ្នកនៅតែធ្វើវាព្រោះកាលពី5ឆ្នាំមុនអ្វីដែលខ្ញុំត្រូវធ្វើគឺត្រូវរងទុក្ខខ្ញុំមិនខុសទេតើមានអ្វីផ្សេងទៀតទេសត្វអោងសមុទ្រខ្ញុំនឹងមិនប្រើប្រាស់ការលំបាកដែលខ្ញុំបានស៊ូទ្រាំនៅពេលនោះដើម្បីសុំការអភ័យទោសពីអ្នកទេខ្ញុំមានហេតុផលរបស់ខ្ញុំប៉ុន្តែខ្ញុំបានធ្វើឲ្យអ្នកឈឺចាប់រឿងទាំងពីរនេះមិនមានភាពផ្ទុយគ្នាខ្ញុំដឹងថាអ្នកធ្លាប់ស្រឡាញ់ខ្ញុំនៅពេលនោះប៉ុន្តែខ្ញុំមិនអាចទេព្រោះអ្នកស្រឡាញ់ខ្ញុំគ្រាន់តែភ្លេចការឈឺចាប់ដែលអ្នកបានធ្វើឲ្យខ្ញុំកាលខ្ញុំមានផ្ទៃពោះជាមួយ Hoshino ខ្ញុំបានទៅពិនិត្យផ្ទៃពោះតែម្នាក់ឯងខ្ញុំមិនមានហត្ថលេខាគ្រួសារទេនៅពេលគាត់កើតគាត់បានកើតគ្រុនក្តៅនៅពាក់កណ្ដាលអាធ្រាត្រខ្ញុំបានលើកគាត់ឲ្យរត់ទៅបន្ទប់សង្គ្រោះបន្ទាន់គ្រូពេទ្យបានសួរថាឪពុករបស់ក្មេងនៅឯណាខ្ញុំអាចនិយាយបានតែថាទេការចំណាយលើការស្ដារនីតិសម្ពាធរបស់ម្ដាយខ្ញុំត្រូវបានរំខានច្រើនដងខ្ញុំបានទៅតែម្នាក់ឯងដើម្បីសុំក្រែមន្ទីរពេទ្យដើម្បីស្នើសុំការពន្យាពេលសម្រាប់ព្យាបាលនិងដើម្បីស្នើសុំការបញ្ចុះតម្លៃមិនអាចលុបចោលបានដោយគ្រាន់តែនិយាយថាគ្មានវិធីផ្សេងទៀតនោះទេខ្ញុំដឹងលើកនេះអ្នកនៅខាងខ្ញុំនិង Hoshino ខ្ញុំយល់ស្របថាអ្នកគួរតែផ្ដល់ការពិតដល់ខ្ញុំហើយក៏សូមស្ដារភាពគ្មានទោសពៃរបស់ម្ដាយខ្ញុំឡើងវិញផងដែរខ្ញុំទទួលស្គាល់វាហើយប៉ុន្តែខ្ញុំមិនទាន់អត់ទោសឲ្យនាងនៅឡើយទេខ្ញុំនឹងរងចាំគុំរងចាំអីខ្ញុំរៀនធ្វើជាឪពុករបស់ Hoshino ជាមុនសិនគុំបង្ខំគាត់គុំយកគាត់ទៅណាចោលគុំចង់គាត់ដោយអារម្មណ៍ជំពាក់បំណុលគេអីចំពោះអ្វីដែលយើងនឹងនិយាយនៅពេលក្រោយតើអ្នកចង់ទៅនិយាយអ្វីមួយទេពូសិនម៉ាក់ខ្ញុំនិងខ្ញុំកំពុងចាក់ចេញត្រូវប្រុងប្រយ័ត្ននៅលើផ្លូវតើអ្នកនឹងមកជួបខ្ញុំនៅពេលអនាគតទេខ្ញុំនឹងទៅដរាបណាអ្នកនិងម៉ាក់សុខចិត្តបើដូច្នោះគុំធ្វើឲ្យម៉ាក់យំពេលកូនមកទោះបីជាពួកគេល្អក៏ដោយក៏ពួកគេមិនអាចបាត់ខ្លួនភ្លាមបានដែរខ្ញុំមិនអាចធ្វើវាបានទៀតទេហុកខ្ញុំមិនកុហកទេខ្ញុំមិនកុហកអ្នកទេខ្ញុំមិនមកទេម៉ាក់មើលទៅសោកសៅណាស់តើអ្នកនៅតែស្អប់គាត់ទេគ្មានគំនិតទេបន្ទាប់មកគិតអំពីវាយឺតចំណាយពេលរបស់អ្នកដើម្បីគិតហើយដើរយឺតស្គរម៉ាក់ខ្ញុំនៅទីនេះដើម្បីទៅយកម៉ាក់ស្រកទម្ងន់គ្មានកូនល្អណាដែលគ្មានជីដូនទេ
នីតិវិធីទាំងអស់ត្រូវបានបញ្ចប់ថ្លៃសេវាជាបន្តបន្ទាប់ក៏ត្រូវបានផ្ទេរទៅមូលនិធិឯករាជ្យផងដែរវាមិនមានអ្វីទាក់ទងនឹងកេរ្តិ៍របស់គ្រួសារចិនទេរៀបចំដោយលោកសេនប៉ុន្តែវាត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងឯកសារអ្នកស្រីជាងគឺជាមនុស្សតែម្នាក់គត់ដែលបានបញ្ជាក់គាត់គ្មានសិទ្ធិជ្រៀតជ្រែកទេគាត់បានធ្វើវាតើអ្នកស្អប់គាត់ទេស្អប់ដូច្នេះឥឡូវយ៉ាងម៉េចដែរខ្ញុំមិនស្គាល់ម៉ាក់ទេខ្ញុំដឹងថាខ្ញុំក៏ត្រូវបានបង្ខំនៅពេលនោះដែរប៉ុន្តែពេលខ្ញុំគិតអំពីឆ្នាំទាំងនោះវានៅតែឈឺចាប់ការឈឺចាប់នឹងស្រកចុះបន្តិចម្ដងមិនចាំបាច់ប្រញាប់ប្រញាល់អភ័យទោសឲ្យនរណាម្នាក់ទេកាលពី5ឆ្នាំមុនម្ដាយខ្ញុំបានសុំឲ្យខ្ញុំយកកូនទៅជាមួយខ្ញុំ5ឆ្នាំក្រោយមកគាត់មិនបានព្យាយាមបញ្ចុះបញ្ចូលខ្ញុំឲ្យវិលត្រឡប់មកវិញទេពួកគេមិនបានណែនាំខ្ញុំឲ្យបោះបង់ចោលទេគាត់គ្រាន់តែប្រាប់ខ្ញុំកុំឲ្យប្រញាប់ប្រញាល់ម៉ាក់តើយើងទៅជាមួយគ្នាលើកនេះទេលើកនេះម៉ាក់មិនបោះបង់ចោលយាយទេខ្ញុំនឹងមិនបោះបង់ចោលអ្នកទេម្ដាយក៏មិនគួរបោះបង់ចោលខ្លួនឯងដែរម៉ាក់ក៏មិនបានបោះបង់ចោលខ្លួនឯងដែរអរគុណម៉ាក់ថ្ងៃនេះខ្ញុំនឹងណែនាំខ្លួននៅលើឆាកតើអ្នកខ្លាចទេខ្លាចបន្តិចប៉ុន្តែខ្ញុំអាចជាការពិតណាស់យើងអាចប្រើភាសាផ្កាយបានម៉ាក់តើខ្ញុំអាចមកលេងបានទេអាចពូសិនអ្នកពិតជាមកមែនខ្ញុំបានសន្យានឹងអ្នកតើនេះសម្រាប់ខ្ញុំទេចាប់ផ្ដើមអរគុណមិនបាច់បារម្ភទេអ្នកអាចអង្គុយនៅខាងក្រោយបានកុំអង្គុយឆ្ងាយពេកល្អសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះជាងស៊ីនយេខ្ញុំធ្លាប់មានសុខភាពមិនល្អប៉ុន្តែឥឡូវនេះខ្ញុំកំពុងជាសះស្បើយបានល្អហើយម៉ាក់ខ្ញុំនិយាយថាខ្ញុំអាចចំណាយពេលបានខ្ញុំក៏កំពុងរៀនទុកចិត្តអ្នកអតេយឺតដែរនិយាយបានល្អខ្ញុំមិនបានយំទេខ្ញុំក្លាហានណាស់តើខ្ញុំធ្វើបានល្អថ្ងៃនេះទេល្អណាស់តើអ្នកនឹងមកម្ដងទៀតនៅពេលអនាគតទេឲ្យតែអ្នកសុខចិត្តខ្ញុំនឹងមកអ្នកក៏អាចមកចូលរួមសកម្មភាពឪពុកម្ដាយលើកក្រោយបានដែរពេញទៅដោយមនុស្សអរគុណដែលបានអនុញ្ញាតឲ្យខ្ញុំមកខ្ញុំកំពុងផ្ដល់ជម្រើសបន្ថែមទៀតដល់ Hoshino ខ្ញុំដឹងថាគាត់ឈរនៅពីក្រោយទ្វារគ្រួសារសិនកាលពី5ឆ្នាំមុន5ឆ្នាំក្រោយមកគាត់បានរុញខ្ញុំចូលទៅក្នុងភ្លៀងដោយពាក្យសម្ដីដ៏ត្រជាក់បំផុតគាត់ឈរនៅលើស្មៅរងចាំដោយប្រុងប្រយ័ត្នសម្រាប់ការអនុញ្ញាតវាសនាបានដើរលើផ្លូវដ៏វែងឆ្ងាយនឹងតោងប៉ុន្តែកន្លែងដែលខ្ញុំធ្លាប់រងរបួសការសុំទោសមិនអាចព្យាបាលអ្វីគ្រប់យ៉ាងបានទេសិនយូបាយអ្វីនឹងមិនលឿនដូចពេលនេះទេខ្ញុំដឹងថាខ្ញុំនឹងមិនប្រញាប់ប្រញាល់អ្នកទេខ្ញុំមិនបង្ខំអ្នកឲ្យទៅផ្ទះជីដូនរបស់អ្នកទេខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកបង់ថ្លៃនោះទេខ្ញុំនឹងអត់ទោសឲ្យអ្នកភ្លាមមិនអីទេប៉ុន្តែខ្ញុំនឹងមិនបដិសេធវាទៀតទេលើកនេះអ្នកពិតជាបានឈរនៅខាងខ្ញុំមែនជាម្ចាស់ទីបំផុតខ្ញុំបានចេញពីភ្លៀងនោះកាលពី5ឆ្នាំមុនវាមិនមែនដោយសារតែគាត់អត់ទោសឲ្យនរណាម្នាក់នោះទេផ្ទុយទៅវិញវាគឺដោយសារតែគាត់លែងចាំបាច់គ្រប់គ្រងមនុស្សគ្រប់គ្នាតែម្នាក់ឯងទៀតហើយស៊ីនយីនឹងមានការវិតម្លៃការស្ដារនីតិសម្បទាមួយផ្សេងទៀតនៅខែក្រោយប្រសិនបើគាត់មានឆន្ទៈខ្ញុំនឹងជម្រាបជូនអ្នកល្អម៉ាក់ឲ្យនេះមិនមែនជាការអភ័យទោសទេវាគ្រាន់តែជាការចាប់ផ្ដើមយឺតពេលប៉ុណ្ណោះ